សូមជូនរឿងហនុមាននិងយក្សអគ្គនីកុមារបន្ទាប់ពីហនុមានបានកំទេចសួនច្បារអស់ពាក្យកណ្ដាលក្រុងរាមបានបញ្ជាឲ្យកូនប្រុសសំណប់ចិត្តគឺអគ្គនីកុមារដែលជាយក្សមានឫទ្ធិខ្លាំងខាងប្រើអាវុធមន្តអាគមរទេះមាសចេញមកកញ្ចាត់សត្វស្វានេះនៅពេលមកដល់អគ្គនីកុមារបានឃើញហនុមានអង្គុយលើកំពែងថ្មភ្នែកភ្លឺដូចភ្លើងអគ្គនីកុមារសើចចំអកថាណែសត្វស្វាព្រៃឯងហ៊ានណាស់ដែលមកក្អេងក្អាងក្នុងទឹកដីលង្កាថ្ងៃនេះជាថ្ងៃស្លាប់របស់ឯងហើយហនុមានសើចតបវិញយ៉ាងខ្លាំងរួចរត់ចុះមុខដីបង្កើតជាសំឡេងក្រហមដូចនឹងផ្ទះយីអាយៈក្មេងកុំអាងតែមានរទេះមាសនិងអាវុធល្អបើឯងខ្លាំងចូលមកសាកជាងមួយកណ្ដាប់ដៃអញមើលការវេលុកពីអគ្គនីកុមារយក្សអគ្គនីកុមារលើកធ្នូមន្តអាគមបាញ់ព្រួយដែលចេញជាភ្លើងសិលស្រោចមកលើហនុមានភ្លើងនោះឆេះរន្ទាលពេញអាកាសសំដៅមកបំផ្លាញរាងកាយហនុមានឲ្យខ្លោចហនុមានមិនត្រឹមតែមិនខ្លាចភ្លើងទេថែមទាំងហក់ឡើងលើមេឃប្រើមន្តអាគមផ្លុំខ្យល់បញ្ច្រាស់មកវិញធ្វើឲ្យភ្លើងទាំងនោះបក់តរោបម្ចាស់វិញហនុមានហោះចុះមកយ៉ាងលឿនរួចប្រើជើងធាក់រទេះមាសរបស់យក្សឲ្យខ្ទេចជាចំណែកនៅពេលដែលរទេះមាសខ្ទេចអគ្គនីកុមារលោតចុះមកដីចាប់ដំបងមាសវាយសង្គ្របលើហនុមានត្រូវក្បាច់រស់រវើកលោតកិច្ចឆ្វេងស្ដាំរួចហោះទៅជិះលើស្មាយក្សហនុមានចាប់ត្រចៀកយក្សទាំងសងខាងរួចបោកក្បាលយក្សទៅនឹងចង្គង់ខ្លួនឯងយក្សអគ្គនីកុមារខឹងខ្លាំងណាស់ក៏ស្រែកសូត្រមន្តហៅកម្លាំងយក្សរួចចាប់ជើងហនុមានបំរុងនឹងប្រវត្តិចោលហនុមានដឹងទាន់ក៏ប្រើមន្តអាគមពង្រីកខ្លួនឲ្យធំដូចភ្នំភ្លាមធ្វើឲ្យយក្សអគ្គនីកុមារទ្រាំនឹងទម្ងន់មិនបានដួលក្រឹបទៅលើដីហនុមានមានបងអង្គយូរលើកកណ្ដាប់ដៃដែកបុកចំទ្រូងយក្សអគ្គនីកុមារពេញមួយទំហឹងរហូតដល់យក្សសន្លប់បាត់ស្មារតីនិងស្លាប់នៅនឹងកន្លែងហនុមានឈរលើស័ក្តិសមយក្សរួចស្រែកជ័យយោលន់លឺរំពងពេញក្រុងលង្កានេះគឺជាការបង្ហាញថាទោះបីជាយក្សមានអាវុធល្អមន្តអាគមសាហាវយ៉ាងណាក៏មិនអាចឈ្នះភាពឆ្លាតវៃនិងឫទ្ធិអំណាចពិតប្រាកដរបស់ស្វាហនុមានបានដែរបាទរឿងនេះបានដល់ទីបញ្ចប់ហើយបាទសូមអរគុណ